ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំសូមធ្វើការចែករំលែកទាក់ទងទៅនឹងការស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាលើកដំបូងមានន័យថាអ្នកដែលដល់អាយុ15ឆ្នាំហើយគាត់ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណថាតើគាត់ត្រូវទៅធ្វើនៅឯណាហើយថាតើគាត់ត្រូវភ្ជាប់ឯកសារអ្វីខ្លះដើម្បីអាចស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាលើកដំបូងបានចាហើយនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺជាឯកសារផ្លូវការស្របច្បាប់ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលដែលជាប្រជាជនកម្ពុជាឬមួយក៏ដែលមានសញ្ជាតិខ្មែរចាប់តាំងពីឆ្នាំ2025មករាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណគំរូថ្មីដែលជាទម្រង់អេឡិចត្រូនិកដែលមានភ្ជាប់ជាមួយនៅបន្ទះឈីបដែលងាយស្រួលនៅក្នុងការផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធ Digitalយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ញត្តិថាសម្រាប់ជនដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅគឺអាចស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានដែលរាប់ទាំងព្រះសង្ឃបព្វជិតសាសនាហើយនឹងជនជាប់ឃុំឬមួយក៏ជនដែលមានវិបលាសស្មារតីគឺអាចស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានឯកសារភ្ជាប់សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាគឺអត់មានអីលំបាកទេទីមួយគឺតាក់ទងទៅនឹងករណីដែលបងប្អូនមានសម្បត្តិកំណើតចាសូមភ្ជាប់ជាមួយនៅសេចក្តីចម្លងសម្បត្តិកំណើតហើយករណីដែលបងប្អូនមានសម្បត្តិបញ្ជាក់កំណើតចាសូមភ្ជាប់ជាមួយនៅសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតហើយឯកសារទី3នោះគឺតាក់ទងទៅនឹងឯកសារបញ្ជាក់ការស្នាក់នៅដែលមានសិភៅគ្រួសារចាឬមួយក៏សិភៅស្នាក់នៅឬមួយក៏លិខិតបញ្ជាក់ទីលំនៅដល់ទីកន្លែងសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណវិញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺបងប្អូនអាចទៅធ្វើបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចាដែលបងប្អូនកំពុងតែស្នាក់នៅហ្នឹងហើយមួយទៀតតកតងទៅនឹងអធិការនគរបាលក្រុងស្រុកខណ្ឌឬមួយក៏អាចទៅស្នើសុំនៅស្នងការនគរបាលរាជធានីខេត្តឬមួយក៏បងប្អូនអាចទៅធ្វើនៅផ្សារទំនើប Aeon 2ផ្សារទំនើប Aeon 3ឬមួយក៏បងប្អូនអាចអញ្ជើញទៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលឡែកនៅពេលបច្ចុប្បន្ននេះតាមរយៈសារព័ត៌មានបានចុះផ្សាយថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនយើងចាអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហ្នឹងគឺអាចធ្វើបាននៅគ្រប់ទីកន្លែងមានន័យថាមិនមែនតែកន្លែងដែលបងប្អូនទីកន្លែងកំណើតដែលបងប្អូនរស់នៅទើបបងប្អូនអាចធ្វើអត្តសញ្ញាណប័ណ្ណបាននោះទេប៉ុន្តែករណីនេះគឺថាមិនទាន់បានអនុវត្តនៅឡើយទេគឺប៉ុន្តែនឹងមាននៅក្នុងពេលខាងមុខហើយនឹងខ្ញុំក៏សូមជម្រាបជូនដែរថាតកតងទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះគឺតម្រូវឲ្យបងប្អូនត្រូវតែទៅធ្វើដោយផ្ទាល់ដោយសារតែត្រូវការវាស់កម្ពស់ចាវាស់កម្ពស់របស់យើងដោយផ្ទាល់ពិនិត្យភិនភាគនៅលើពិនិត្យភិនភាគដែលអាចចំណាំបាននៅលើផ្ទៃមុខរបស់យើងហ្នឹងហើយតកតងទៅនឹងការផ្តិតយកនៅខ្ចៅដៃចាផ្តិតយកខ្ចៅដៃផ្ទាល់ខ្លួនចាគឺខ្ចៅដៃនេះហើយមួយទៀតតកតងទៅនឹងការចុះហត្ថលេខាអេឡិចត្រូនិកដើម្បី print បិទភ្ជាប់ជាមួយនឹងកាតហើយនឹងការថតរូបថតរូបដើម្បីដាក់ចូលទៅក្នុងអត្តសញ្ញាណប័ណ្ណចាចំពោះសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺមានសុពលភាព10ឆ្នាំដោយរាប់ចាប់ពីពេលដែលបានផ្ដល់ជូនអត្តសញ្ញាណប័ណ្ណចារយៈពេលសុពលភាព10ឆ្នាំនេះគឺរាប់តែចំពោះអ្នកដែលទៅធ្វើអត្តសញ្ញាណប័ណ្ណជាលើកដំបូងគឺមានអាយុចាប់ពី15ឆ្នាំដល់ក្រោម60ឆ្នាំចាពី15ដល់ក្រោម60ឆ្នាំគឺរយៈពេល10ឆ្នាំម្ដងបងប្អូនត្រូវតែទៅបន្តចាគឺធ្វើបច្ចុប្បន្នភាពលើអត្តសញ្ញាណប័ណ្ណរបស់យើងម្ដងហើយចំពោះអ្នកដែលមានអាយុលើសពី60ឆ្នាំចាគឺសុពលភាពរបស់អត្តសញ្ញាណប័ណ្ណហ្នឹងគឺមានសុពលភាពជាអចិន្ត្រៃយ៍តែម្ដងហើយចំពោះបងប្អូនដែលមានអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពតិចជាង180ថ្ងៃចាគឺអាចដាក់ពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណទុតិយតាបានមានន័យថាយើងអាចទៅស្នើសុំចាសុពលភាពអត្តសញ្ញាណប័ណ្ណសារជាថ្មីគឺយើងត្រូវថតរូបថ្មីផ្តិតខ្ចៅដៃថ្មីពិនិត្យភិនភាគសារជាថ្មីហើយនឹងធ្វើការវាស់កម្ពស់សារជាថ្មីដូចគ្នាដែរចានិយាយទៅគឺផ្ដល់ជូននៅអត្តសញ្ញាណប័ណ្ណថ្មីប៉ុន្តែលេខសម្គាល់ខ្លួនសម្រាប់បុគ្គលម្នាក់ចាគឺអត់មានការផ្លាស់ប្ដូរទេនៅក្នុងអត្តសញ្ញាណប័ណ្ណគឺបដូរតែសញ្ញាកាតហើយនឹងរូបថតថ្មីហើយនឹងបន្តសុពលភាពថ្មីចាគឺបន្តរយៈពេល10ឆ្នាំម្ដងរហូតដល់យើងមានអាយុ60ឆ្នាំចានៅពេលដែលយើងមានអាយុ60ឆ្នាំគឺអត្តសញ្ញាណប័ណ្ណរបស់យើងគឺត្រូវបានប្រើប្រាស់ជាអចិន្ត្រៃយ៍តែម្ដងដោយមិនចាំបាច់ទៅបន្តសុពលភាពទៀតទេចាហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្ណេះទេករណីដែលនាងខ្ញុំនិយាយទៅ
មានការខ្វះខាតត្រង់ចំណុចណាមួយបងប្អូនសូមជួយ comment កែលម្អផងហើយជួបគ្នានៅវីដេអូលើកក្រោយទៀតនឹងខ្ញុំនឹងព្យាយាមរកវីដេអូណាល្អៗដើម្បីចែកជូនបងប្អូនហើយឥឡូវនាងខ្ញុំក៏ឈឺកដែរហើយចាគឺថាធ្វើការពេញមួយថ្ងៃហើយពេលល្ងាចឡើងនៅឆ្លៀតថតវីដេអូចែកជូនបងប្អូនចាហើយការថតវីដេអូនេះមិនមែនតែដើម្បីថារកប្រាក់រកកាយទេចាគឺជាការពេញចិត្តរបស់នាងខ្ញុំដែរចាដោយបងប្អូនដឹងហើយថាយើងធ្វើអ្វីមួយបើថាមិនចេញពីចិត្តទេចាគឺធ្វើអត់បានយូរអង្វែងទេបងប្អូនហើយឥឡូវគឺថាឈឺកខ្លាំងមែនទែនហើយគឺមួយថ្ងៃពេញតែម្ដងហើយជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូលើក្រោយចាជម្រាបលា